ចំពោះអ្នករកលុយតាម YouTube យើងតែងតែដឹងហើយថាយើងត្រូវការ AdSense account ដើម្បីទទួលលុយពី YouTube ហើយបានគេបាញ់លុយពី AdSense ហ្នឹងចូលមកក្នុងកុងធនាគាររបស់យើងមួយរយៈនេះគឺមានអ្នកឆ្ងល់ថាឥឡូវយើងត្រូវការ PIN code ដែរអត់ហើយដោយសារខ្ញុំជួបផ្ទាល់ខ្លួនឯងតែម្ដងគឺអត់ត្រូវការ PIN code ទៀតទេដោយសារមាន channel ថ្មីរបស់ពួកខ្ញុំនេះគ្រប់គោលការណ៍នៅខែមេសានេះហើយក៏បង្កើត AdSense ថ្មីគឺអត់ត្រូវការ verify address payment address ទេគឺអត់ត្រូវការគេផ្ញើ PIN code មក verify អីទាំងអស់គ្រាន់តែយើង verify ដាក់អត្តសញ្ញាណប័ណ្ណឬក៏ passport យើងហើយ verify ដោយប្រើកម្មវិធីមួយឈ្មោះ Persona ដែលជាដៃគូរបស់ Google ដែលថត scan មុខរបស់យើងគឺយើងមានបែរមុខចុះឡើងព្រិចភ្នែកផងបញ្ជាក់ថាយើងហ្នឹងជាមនុស្សមែនតើអីជាដើមហ្នឹងហើយយើងចាំ3អាទិត្យហើយក៏គ្រប់លក្ខខណ្ឌតែម្ដងគឺវា approve មានន័យថា payment set up ហ្នឹងគឺគ្រប់តែម្ដងឥឡូវខ្ញុំរាយរាប់ត្រួសដើមរឿងដែលបទពិសោធន៍ផ្ទាល់របស់ខ្ញុំនឹងផ្ទាល់ហ្មងគឺដំបូងឡើយ YouTube នឹងគ្រប់គោលការណ៍នៅខែ4នៅថ្ងៃទី17ខែ4វាគ្រប់ទៅឲ្យយើងនឹងបង្កើតជា AdSense ហ្នឹងដល់ពេលគ្រប់គោលការណ៍បើចាំមិនច្រឡំថ្ងៃទេគឺថ្ងៃទី17ខែ4ហើយក៏ verify នឹងឯងហើយធម្មតា verify គឺយើងត្រូវមាន2ចំណុចគឺ verify identity របស់យើងហ្នឹងគឺយកអត្តសញ្ញាណប័ណ្ណក៏បាន passport ក៏បានឬក៏បានបើកបរក៏បានថាយើងជាម្ចាស់ពិតប្រាកដថាយើងជាមនុស្សមានអត្តសញ្ញាណពិតប្រាកដនឹងមួយបន្តមកទៀតគឺ Google គេតម្រូវឲ្យយើង verify payment address គឺតាមរយៈការដាក់អាសយដ្ឋានដាក់លេខទូរស័ព្ទហើយគេផ្ញើជាกระดาษ PIN code ហ្នឹងពីប្រទេសគេមកប្រទេសខ្មែរហើយយើងហ្នឹងទៅឆែកពីប្រៃសណីអីយកមកបំពេញអាហ្នឹងគោលការណ៍ចាស់ទេប៉ុន្តែដល់ខែ4នេះដែលជាបទពិសោធន៍ផ្ទាល់ដែលខ្ញុំនិយាយសង្ខេបមិញនេះរួចហើយហ្នឹងគឺយើង verify តែ identity តិចទៀតនៅក្នុងវីដេអូនឹងបង្ហាញថាខុសគ្នាយ៉ាងម៉េចគឺ AdSense ខ្ញុំចាស់វាមាន2ប្រឡោះគឺ verify identity ផង verify payment address ផងតែ Google AdSense ថ្មីដែលពួកខ្ញុំបង្កើតមួយថ្មីសម្រាប់ channel ថ្មីដែលគ្រប់គោលការណ៍ថ្មីនេះគឺពេលដែលយើងឆែកឲ្យកន្លែង verification check ទៅគឺឃើញមានតែមួយប្រឡោះទេឃើញ verify identity ហើយគ្រប់គោលការណ៍បណ្ដោយពេលដែលបំពេញពេលដែល verify identity ហើយខំរងចាំរហូតដល់22ថ្ងៃចាំយូរមែនតើមិនឃើញមាន email បញ្ជាក់ថាគេផ្ញើ PIN មកយើងសោះកាលខ្ញុំធ្លាប់ធ្វើឡើងមុន AdSense ហ្នឹងគឺយើង verify identity ហើយដូចជាស្អែកឡើងគឺ email មកប្រាប់ថាគេបានចាប់ផ្ដើមផ្ញើ PIN ហ្នឹងមកស្រុកខ្មែរហើយអញ្ចឹងរងចាំទទួលទៅប៉ុន្តែនេះមិនមែនចាំមួយថ្ងៃពីរថ្ងៃទេចាំរហូតมันមាន email រហូតដល់22ថ្ងៃក្រោយបានថ្ងៃទី9ខែ5នេះបានវា load នៅក្នុង AdSense ថា set up សម្រាប់payment ហ្នឹងគឺរួចរាល់ហើយអញ្ចឹងសូមឲ្យបំពេញកុងធនាគារចូលតែម្ដងអញ្ចឹងពេលបំពេញកុងធនាគារចូលគឺ payment set up ហ្នឹង complete អស់លេងគឺរួចរាល់តែម្ដងមានន័យថាចាំថ្ងៃទី21 22ហ្នឹងខែ5នេះគឺគេផ្ញើលុយពី AdSense ក្នុងពេលនេះគឺ AdSense នឹងបានទទួលលុយក្នុងនឹងរួចហើយវាបាញ់លុយពី YouTube ចូល AdSense ហើយថ្ងៃទី21 22អីនេះគឺនឹងបាញ់ពី Google AdSense នឹងចូលមកកុងធនាគាររបស់ពួកខ្ញុំតែម្ដងអញ្ចឹងមើលរូបភាពនិងវីដេអូនេះបន្ថែមទៅនឹងច្បាស់ហើយអញ្ចឹងព័ត៌មានដោយខ្លីថាអត់ត្រូវការ PIN code ទេហើយអីដែលខ្ញុំបញ្យល់នេះ
ចំពោះអ្នកថ្មីចាស់តែម្ដងគឺស្ដាប់អត់យល់ទេព្រោះថាមិនមែនជារបៀបនៃការបង្កើត AdSense ទេក្រោយចង់ផ្ដល់ព័ត៌មានថាអត់ត្រូវការ PIN code ទេហើយចំពោះរបៀបនៃការបង្កើត AdSense ដាក់សាយដ្ឋានយ៉ាងម៉េចដាក់លេខទូរស័ព្ទម៉េចដាក់កងធនាគារម៉េចហ្នឹងគឺមានគេបរៀនតាម YouTube អស់ហើយអញ្ចឹងវីដេអូនេះមិនមែនសម្រាប់បរៀនរបៀបធ្វើទាំងអស់ហ្នឹងទេគ្រាន់តែចង់ចែករំលែកបទពិសោធន៍ថាយើងអត់ត្រូវការ PIN code ដូចមុនទេអញ្ចឹងសូមបញ្ចប់តែប៉ុណ្ណឹងសូមអរគុណ